là tập phó cứ về lỏ tập về bánh hai tối trên trui một tràn xạ nơi tập phó trong hôn forward cái thao về lỏ miền rộng than sờ bài chết đó cũ បាទជំរាបសួរពុកម៉ែបងប្អូនម្ចាស់ការទាំងអស់គ្នាថ្ងៃនេះខ្ញុំមកដល់ចំការរបស់អតិជនក្រុមហ៊ុន Forward របស់យើងដើម្បីមកតាមដានលទ្ធផលដែលគាត់បានប្រើប្រាស់ជាមួយនឹងឈុតបាញ់ជំនួយរឹសនិងបំពន់រឹសដើម្បីជំរុញឲ្យមានការលូតលាស់ត្រួយលឿនឥឡូវនេះយើងជួបជាមួយគាត់បាទជំរាបសួរបងជំរាបសួរបាទខ្ញុំបាទចន្ទរាថ្ងៃនេះមកដល់ចំការរបស់បងហើយចង់មកតាមដានជាមួយនឹងលទ្ធផលដែលបងបានប្រើប្រាស់ឈុតបាញ់ជំនួយរឹសហើយនឹងស្រួលដីដើម្បីជំរុញឲ្យមានការលូតលាស់ត្រួយថ្មីមកលឿនណាបងណាភាសាត្រេនមកបងឃើញថាត្រួយវាចេញយឺតហើយវាអត់សូវល្អអញ្ចឹងណាបាទអញ្ចឹងជាដំបូងចង់ឲ្យបងជួយណែនាំឈ្មោះទីតាំងទៅណាបាទខ្ញុំបាទឈ្មោះតេយស៊ីមេងនៅចំការខាងស្រុកលោផាត់ខេត្តរតនគិរីបាទអរគុណច្រើនអញ្ចឹងក្រោយពីបងបានប្រើប្រាស់ជាមួយឈុតបាញ់ជំនួយរឹសហើយនឹងសម្រួលដីដើម្បីជំរុញឲ្យមានការលូតលាស់ត្រួយហ្នឹងឃើញថាលទ្ធផលមិនដែរបងលទ្ធផលគឺវាល្អណាគ្រូព្រោះអីដោយសារពីមុនអត់តាន់បាញ់វាអត់តាន់មានត្រួយចេញមកកាមេរ៉ាក្រោយពីបាញ់ហើយបាន2ដងបាទ5ថ្ងៃបាញ់ម្ដងបាទអញ្ចឹងមានន័យថាការមុនបាញ់យើងអត់តាន់មានហើបត្រួយអញ្ចឹងហ្នឹងណាបាទដល់ពេលបាញ់ហើយទៅវាចេញត្រួយមកច្រើនបាទត្រួយថ្លោះចេញទាំងចុងមេឃទាំងចំហៀងមេឃបាទនេះបងប្អូននេះបាទចំហៀងចេញពីចំហៀងហើយចេញពីចុងមេឃបាទអានេះបងបាញ់បានប៉ុន្មានជើងទេបងខ្ញុំបាញ់បាន2ជើងហ្នឹងគ្រូមួយថ្ងៃបាញ់ម្ដង5ថ្ងៃបាញ់ម្ដង5ថ្ងៃបាញ់ម្ដងបងណាបាទបាទអញ្ចឹងក្រោយពីបងបានប្រើប្រាស់ហើយឃើញលទ្ធផលត្រួយតរ៉េនចេញមកលឿនហើយចេញមកស្រស់ច្រើនល្អមានសុខភាពអញ្ចឹងបងមានអារម្មណ៍អីដែរមានអារម្មណ៍ថាសប្បាយចិត្តណាគ្រូបាទសប្បាយចិត្តបងណាបាទបងមានចាំអត់ឆ្នាំដែលបងបានប្រើប្រាស់សម្រាប់ឈុតបាញ់ជំនួយឬហើយនឹងសម្រួលដីហ្នឹងមានចាំទេ3មុខគ្រូបាទមាន3មុខសម្រាប់ឆ្នាំឈុតឆ្នាំដែលគាត់បានប្រើប្រាស់បាញ់ជំនួយឬហើយសម្រួលដីហ្នឹងគឺយើងមាន3មុខបាទទី1គឺ Forceps បាទជាប្រភេទថ្នាំជំងឺវាមានពីរសារធាតុណាទី2គឺយើងប្រើជាមួយនឹង Nitrogen Gold បាទជាពពួក Atonic ហើយទី3គាត់ប្រើជាមួយនឹង For Humic Gold បាទ For Humic Gold វាមាន Seaweed ផងហើយវាមាន Humic ក្នុងហ្នឹងគឺវាជំរុញទៅលើការលូតលាស់របស់ប្រព័ន្ធរឹសបានលឿនហើយខ្លាំងហើយធ្វើឲ្យរឹសចេញមកល្អហើយត្រួយចេញមកខ្លាំងមិនតែប៉ុណ្ណោះវាធ្វើឲ្យស្លឹកចាស់របស់យើងមានពណ៌ខ្មៅស្អាតល្អបាទត្រូវទេបងណាបាទកាលនោះស្លឹករបស់យើងអាចាស់ហ្នឹងអត់សូវខ្មៅល្អមានកម្លាំងអីមែនទេបងបាទតែយើងមើលក្រោយពីបាញ់មកឃើញស្លឹករបស់យើងរៀងខ្មៅហើយមានកម្លាំងបងណាជាចុងក្រោយបងមានពាក្យពេចន៍អីចង់ចែករំលែកជូនដល់បងប្អូនដែលកំពុងតែដាំតរ៉េនហើយជួបបញ្ហាតរ៉េនរបស់គាត់ពិបាកក្នុងការបញ្ចេញត្រួយឬក៏គាំងត្រួយចេញអត់ខ្លាំងណាបងមានចូលរួមចែករំលែកបាទខ្ញុំមានបទពិសោធន៍សាក់នៅផលិតផលក្រុមហ៊ុន Forward ឃើញថាវាល្អជាងមកសិស្សបងប្អូនម្ចាស់ចំការតរ៉េនដែលមានបញ្ហាដូចជាគាំងត្រួយអត់សូវចេញអីអាចងាកមកប្រើផលិតផលនេះបានបាទអញ្ចឹងអរគុណច្រើនបងណាដើម្បីក្នុងការចែករំលែកបងជាចុងក្រោយពុកម៉ែបងប្អូនម្ចាស់ចំការតរ៉េនទាំងអស់គ្នាដែលជួបបញ្ហាតរ៉េនរបស់ពុកម៉ែបងប្អូនពិបាកក្នុងការផលិតត្រួយតរ៉េនគាំងត្រួយប្រព័ន្ធរឹសអត់សូវល្អមានសុខភាពអត់ល្អហ្នឹងគឺអាចតំណែងមកខាងក្រុមហ៊ុន Forward របស់យើងបានឬក៏អាចតំណែងមកលេខខ្ញុំផ្ទាល់បានដែលជាខាងផ្នែកបច្ចេកទេសនិងខាងផ្នែកទីផ្សារបាទសូមពុកម៉ែបងប្អូនអាចតាមដាន page របស់ក្រុមហ៊ុន Forward របស់យើងក៏បានដែរបាទអញ្ចឹងអរគុណបងណាអរគុណច្រើនបាទសុខសប្បាយជំរាបលាបង